បងថ្ងៃនេះខ្ញុំយកតែតងទៅនឹងប្រភេទ cocktail ម្យ៉ាងដែលក៏ឈ្មោះថាជាប្រភេទ cocktail ធ្វើចេញពីម្អមហើយនេះបងអាចដាក់ឈ្មោះខ្លួនឯងបានណាហើយសម្រាប់ប្រភេទនេះមានយកមកឆ្លម្ជូរណាបងយកមកធ្វើ cocktail អូខេអញ្ចឹងនៅក្នុងនោះយើងមានជាប្រភេទអូខេជាប្រភេទរ៉ាំដែលយើងដាក់ជាមួយនឹងម្អមយើងត្រាំវានៅក្នុងហ្នឹងទៅហើយសម្រាប់ប្រភេទនេះគឺក្លិនរបស់វាអូខេឈ្ងុយបែបលក្ខណៈថាម្អមតែប្រភេទនេះស្រាលាយជាមួយនឹងherb ណាបងហើយយើងមានជា dark ram ជាមួយនឹង sugar syrup lime juice ហើយម្អមនេះគ្រាន់តែយកមកបង្ហាញឯងដោយសារយើងត្រាំវានៅក្នុងនេះហើយឯងតែជាមួយនឹងប្រភេទ pepper bell pepper បែបនេះគឺយើងយកដាក់វាអញ្ចឹងសម្រាប់បងដែលចង់ធ្វើញ៉ាំអាចធ្វើបានសម្រាប់ប្រភេទនេះគេឲ្យឈ្មោះថាជាទូទៅ cocktail យើងមាន classic cocktail និង creative cocktail នេះគេហៅថា creative ជាប្រភេទ cocktail បែបខ្មែរបងអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើយើងដាក់ classic មកប្រភេទម្ទេសផ្លោករបស់យើងប្រភេទពណ៌លឿងបែបនេះហើយអញ្ចឹងបន្ទាប់ពីយើងដាក់ម្ទេសផ្លោករបស់យើងហើយយើងអាចម៉ាត់លើវាបានយើងប្រើនេះ30យើងប្រើ dark ram របស់យើងអូខេអញ្ចឹងយើងប្រើ dark ram របស់យើង30សម្រាប់ dark ram បងចង់ប្រើប្រភេទអីក៏បានដែរតែខ្ញុំប្រើជាប្រភេទអំពៅជាប្រភេទ ram របស់ខ្មែរយើងហើយជាប្រភេទ sugar syrup 15 lime juice 15ដាក់នេះមកទឹកកកមកអូខេជិះយើងចាក់ទឹកកកចេញអូខេអញ្ចឹងសម្រាប់ cocktail ដែលធ្វើពីម្អមរបស់យើងគឺហើយតែប៉ុណ្្នឹងទេហើយសម្រាប់ពណ៌របស់វាគឺបែបហ្នឹងហើយឈ្មោះថាជាប្រភេទស្រា cocktail ដែលធ្វើចេញពីម្អមអញ្ចឹងបងអាចដាក់ឈ្មោះខ្លួនឯងបានណាអូខេតេស្តទាំងអស់គ្នាអូខេអញ្ចឹងតេស្តទាំងអស់គ្នាអូខេរសជាតិរបស់វាឆ្ងាញ់អូខេ cheers